រសៀលកងភ្នំត្រនំចិនដាត្រប់កម្លាំងពុត្រីនាភូមិថ្មគោលគោខ្មុំទៅយំក្នុងភ្នំក្អាយបលស្រណោស្ពានយល់ស្រមោលឌូចាយើងអង្គុយលេងស្ដាប់ភ្លេងវិទ្យុក្រោមស្ពានទឹកហូរចំពោះជីវិតភូមិចិនដាស្វាចំណាដងចិត្តហើយនេះយើងស្គាល់ថាស៊ូបត់ហើយជាស្នេហ៍បងហើយកុំបាច់ដឹងសូមឲ្យព្រះអង្គវត្តចិនដាស្វាជួយចាំកោតស្នេហានេះផងបើបងមកក្បាត់អូនឲ្យសល់ដូចខ្ញុំពីថ្ងៃនេះទៅបើកុំចាំបានស្នេហ៍វែងលំអរណារសៀលកងភ្នំត្រនំចិនដាក្រមដើមពុត្រីនាភូមិថ្មគោលគោខ្មុំទៅយំក្នុងភ្នំក្អាយប